លាប់ជាអ្នកបង្កើតមនុស្សដំបូងឡើយមនុស្សជាអ្នកបង្កើតទម្លាប់បន្ទាប់មកទម្លាប់បង្កើតមនុស្សវិញអ្វីដែលមនុស្សចេះធ្វើបានយ៉ាងល្អធ្វើបានយ៉ាងស្ទាត់ជំនាញគឺសុទ្ធតែជាលទ្ធផលនៃទម្លាប់ជីវិតមនុស្សយើងមកដល់ពេលនេះមកដល់ត្រឹមនេះនឹងមានអ្វីទៅជាប់នៅក្នុងខ្លួនសុទ្ធតែកើតឡើងពីទម្លាប់មានការដុះលូតលាស់និងរីកចម្រើនជាលំដាប់ទម្លាប់ធ្វើឲ្យមនុស្សជោគជ័យទម្លាប់ធ្វើឲ្យមនុស្សបរាជ័យទម្លាប់ល្អធ្វើឲ្យមនុស្សបានផលល្អទម្លាប់អាក្រក់នាំឲ្យមនុស្សទទួលបានផលអាក្រក់ជីវិតមនុស្សយើងម្នាក់មិនត្រូវបានកំណត់ដោយការធ្វើអ្វីមួយតែម្ដងនោះទេប៉ុន្តែត្រូវបានកំណត់ដោយការធ្វើអ្វីដែលយើងធ្វើជាប្រចាំថ្ងៃរហូតដល់ក្លាយទៅជាទម្លាប់មនុស្សជោគជ័យមិនមែនជោគជ័យដោយសារតែទេពកោសល្យមកមុខទេប៉ុន្តែដោយសារតែទម្លាប់ល្អៗដែលពួកគេបានធ្វើដែលពួកគេបានអនុវត្តជាប្រចាំថ្ងៃដូចគ្នានេះដែរមនុស្សដែលបរាជ័យក៏ភាគច្រើនកើតចេញពីទម្លាប់អាក្រក់របស់ពួកគេដែលពួកគេបានអនុវត្តជាប្រចាំថ្ងៃផងដែរដែលពួកគេអត់ព្រមកែប្រែនៅទម្លាប់ដ៏អាក្រក់នោះបើយើងមានទម្លាប់អាក្រក់ជីវិតយើងក៏អាចធ្លាក់ចុះផងដែរសម្រាប់ក្រុមការងារទម្លាប់តូចៗអាចបង្កើតជាបរិយាកាសការងារដ៏ល្អឬក៏អាចបំផ្លាញទំនាក់ទំនងរបស់ក្រុមការងារផងដែរទម្លាប់គោរពពេលវេលាធ្វើឲ្យក្រុមការងារមានវិន័យទម្លាប់ជួយគ្នាធ្វើឲ្យក្រុមការងាររឹងមាំទម្លាប់រៀនអ្វីដែលថ្មីធ្វើឲ្យក្រុមការងារមានភាពរីកចម្រើនអញ្ចឹងយើងឧទាហរណ៍ជាក់ស្ដែងដូចជាទម្លាប់មកតាន់ពេលវេលាបុគ្គលម្នាក់តែងតែមានការមកតាន់ពេលវេលាដំបូងយើងអាចមើលឃើញថាប្រហែលជារឿងធម្មតាប៉ុន្តែបន្តិចម្ដងគាត់នឹងក្លាយទៅជាមនុស្សដែលក្រុមទុកចិត្តនិងទទួលបានឱកាសក្នុងការងារល្អៗបន្ថែមនេះគេហៅថាបង្ហាញទម្លាប់តូចបង្កើតតម្លៃធំបានទម្លាប់និយាយវិជ្ជមាននៅក្នុងក្រុមការងារមនុស្សដែលចេះលើកទឹកចិត្តនិងនិយាយវិជ្ជមានច្រើនអាចធ្វើឲ្យបរិយាកាសការងារកាន់តែល្អនិងជួយឲ្យក្រុមមានកម្លាំងចិត្តធ្វើការងារបន្តពេលខ្លះពាក្យដែលល្អមួយម៉ាត់ក៏អាចផ្លាស់ប្ដូរថ្ងៃរបស់មនុស្សម្នាក់បានដែរអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំបាទសូមផ្ដល់ជាគំនិតសម្រាប់លើកយកទៅអនុវត្តចំណុចទី1កុំមើលរំលងទម្លាប់តូចព្រោះវាជាគ្រឹះនៃភាពជោគជ័យចំណុចទី2បើយើងចង់ផ្លាស់ប្ដូរលទ្ធផលការងារយើងត្រូវតែផ្លាស់ប្ដូរទម្លាប់ការងារជាមុនសិនចំណុចទី3ក្រុមការងាររបស់យើងល្អមិនមែនកើតចេញពីមនុស្សម្នាក់ដែលពូកែតែម្នាក់ឯងទេប៉ុន្តែកើតចេញពីទម្លាប់ល្អរបស់សមាជិកគ្រប់រូបចំណុចទី4ទៀតគឺតកតងជាមួយនឹងការតាំងចិត្តហើយត្រូវមានគំនិតថាត្រូវតាំងចិត្តធ្វើវាឲ្យតទៅបានចំណុចទី5ត្រូវមានបំណងពិតប្រាកដក្នុងការផ្លាស់ប្ដូរចំណុចទី6ត្រូវមានឆន្ទៈមុតមមក្នុងការផ្លាស់ប្ដូរចំណុចទី7ត្រូវព្យាយាមអត់ធ្មត់និងធ្វើវាដោយសន្សំ